ចូលមកដល់រដូវកាលភ្លៀងធ្លាក់ហើយបាននិយាយអំពីទេសភាពនៅខាងស្រុកសំឡូតវិញគឺបៃតងខៀវខ្ចីតែម្ដងហើយក៏ជាខែដែលចាប់ផ្ដើមមានផ្លែឈើសំឡូតញ៉ាំបដាហើយនៅទីនោះគឺសម្បូរជាការផ្លែឈើមែនទែនមានទាំងសាវម៉ាវមានទាំងផ្លែពើផ្លែភ្ញៀវជាពិសេសគឺជាការត្រេនតែម្ដងឲ្យទៅដល់ខែប្រមូលផលផ្លែឈើម្ដងនៅស្រុកសំឡូតគឺអ៊ូអរខ្លាំងមែនទែនដោយសារតែសម្បូរភ្ញៀវទេសចរទៅរកផ្លែឈើនឹងខ្លាំងជាពិសេសទាំងខ្ញុំទាំងគេហ្នឹងគឺទៅរកផ្លែត្រេនតែម្ដងកាត់តលេងសំឡូតនេះគឺអត់ទាន់បានញ៉ាំផ្លែត្រេនទេដោយសារតែវាដើមដៃអញ្ចឹងអត់ទាន់មានផ្លែណាដែលអាចញ៉ាំបានគឺនៅចាស់ឡើយអត់ទាន់មានទុំទេហើយបងម្ចាស់ចកាក៏ប្រាប់ថាតើតែចុងខែ5ឬក៏ដើមខែ6អីទៅពេញទុំតែម្ដងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានកម្រងចង់ទៅញ៉ាំត្រេនសឡូតអីគឺរងចាំដល់ចុងខែ5ឬក៏ដើមខែ6អីទៅដឹងតែសបោទុំពេញញ៉ាំហើយក្រៅពីទៅលេងចកាផ្លែឈើនៅសំឡូតខ្ញុំក៏បានចូលទៅលេងទីតាំងមួយកន្លែងដែលនៅសំឡូតនឹងដែរដែលមានឈ្មោះថាសម្រស់សំឡូតបើមើលពីខាងក្រៅទៅទីតាំងហ្នឹងមើលទៅគ្រាន់តែជាកន្លែងដែលញ៉ាំអីធម្មតាទេប៉ុន្តែនៅពេលដែលយើងចូលមកដល់ក្នុងមកគឺគេមានទីតាំងសម្រាប់បោះតង់និងគេធ្វើជាតង់ធំនៅតាមជរាជើងភ្នំអញ្ចឹងនៅពេលដែលយើងចង់មកបោះតង់គេងជុំគ្នាអីយើងអាចមកមើល view ព្រៃភ្នំនិយាយទៅគឺមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តមកបោះតង់មើល view តាមព្រៃភ្នំអីទៅនឹងគឺត្រូវហើយដោយសារតាមនៅនឹងគឺទេសភាពព្រៃភ្នំស្អាតខ្លាំងមែនទែនហើយមានភាពស្ងប់ស្ងាត់ល្អទៀតមួយវិញទៀតនៅតាមជរាជើងភ្នំហ្នឹងគឺគេមានដាំផ្កាជាច្រើនប្រភេទជាពិសេសគឺផ្កាឈូករ័ត្ននឹងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលចិត្តថតរូបជាមួយនឹងផ្កាគឺតលេងទីហ្នឹងគឺប្រកាសជាបានរូបថតច្រើនមកខ្លាំងមែនទែនមកនិយាយពីប្លង់ដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេនៅទីនោះគឺកន្លែងតូននេះឯងដោយសារតែនៅកន្លែងតូនហ្នឹងយើងអាចអង្គុយមើល view ព្រៃភ្នំគឺឃើញស្រស់ស្អាតខ្លាំងមែនទែនជាពិសេសមកអង្គុយស្រោកខ្យល់បរិសុទ្ធបែបធម្មជាតិហើយអង្គុយមើលទិដ្ឋភាពព្រៃភ្នំជាមួយមនុស្សជាទីស្រឡាញ់មានអារម្មណ៍ថារ៉ូមែនទិកខ្លាំងមែនទែនសម្រាប់វីដេអូនេះគឺខ្ញុំអត់ទទួលបានការ sponsor អីទេអ្នកទាំងអស់គ្នាតែខ្ញុំនិយាយអ្វីតាមដែលខ្ញុំមើលឃើញទេសភាពនៅនឹងគឺស្អាតស្រស់ស្រាយខ្លាំងមែនទែនប៉ុន្តែគ្រាន់ថានៅនឹងបែបស្ងប់ស្ងាត់ខ្លាំងបន្តិចអញ្ចឹងខ្ញុំនិយាយឲ្យនិយាយទៀតថាសម្រាប់អ្នកដែលគាត់ត្រូវការភាពស្ងប់ស្ងាត់ខ្លាំងគឺទៅនឹងគឺត្រូវប៉ុន្តែបើសិនជាអ្នកត្រូវការភាពអ៊ូអរអីទៅនឹងគឺអត់សូវត្រូវទេបើនិយាយពីសកម្មភាពផ្សេងទៀតដែលយើងអាចធ្វើនៅទីនោះបានគឺយើងអាចទៅលេងទឹកដែលមានទីតាំងនៅជិតនឹងដែរទេគ្រាន់តែដើរឆ្លងថ្នល់តែបន្តិចដល់ហើយទឹកហ្នឹងខ្ញុំមិនដឹងថាគេហៅទឹកស្ទឹងឬក៏ទឹកអូទេព្រោះវានៅតាមជរាលជើងភ្នំអញ្ចឹងណាថ្ងៃដែលខ្ញុំទៅហ្នឹងគឺលេងទឹកនឹងអត់កើតទេដោយសារតែមេឃទឹកភ្លៀងហើយទឹកហូរខ្លាំងហើយទឹកល្អក់ទៀតអញ្ចឹងយើងបានត្រឹមតែឈរមើលពីខាងលើពីចង្អាយអីហ្នឹងឯងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់ទៅលេងសំឡូតហើយចង់ទៅមើល view ព្រៃភ្នំអីទៅលេងទឹកអីគឺអាចទៅលេងនៅកន្លែងដែលខ្ញុំនឹងទៅបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ